ឃើញកូនត្រីច្បាមូលបែបនេះបងប្អូននឹកឃើញដល់មុខមហូបអ្វីមុនគេសម្រាប់នាងខ្ញុំគឺចាកប់កូនត្រីណាក៏ប៉ុន្តែកូនត្រីរបស់យើងនេះដែរគឺយើងអកប់លាយជាមួយនឹងចាផ្សិតចំបើងនិងសាច់ជ្រូក3ជាន់ឬក៏សាច់ជ្រូកលាយខ្លាញ់ចាបើយើងរក3ជាន់អត់បានយកលាយខ្លាញ់មកចាស្លឹកអំពិលម្រះព្រៅជាមួយនឹងចាគ្រឿងដែលយើងបានបុកហើយស្រេចនេះរួមជាមួយនឹងប្រហុកតែតងទៅនឹងកប់នេះដែរយើងអត់ភ្លេចទេជាមួយនឹងលក់ចាចឹងលក់យើងនៅក្រៅផ្ទះមានដូច្នេះហើយនាងខ្ញុំមកទៅបេះចាស់ទ្របបាន3 4ផ្លែចានេះគឺទ្របនេះដើមចាស់ដែរហើយបងប្អូនអើយចាផ្សាយយកអត់សូវបានធ្វើអីហ្នឹងចាតែនេះគឺដើមថ្មីចាផ្លែហ្នឹងទៅតែមានមួយទេចាឥឡូវបេះគ្នាមកតែម្ដងរួមជាមួយនឹងម្ទេសចានេះម្ទេសអាចសាត់ចាទូញញឹបៗណាបន្តមកបន្តដំណើរទៅបេះម្ទេសបន្ថែមទៀតចាដោយសារម្ទេសអាចសាត់យើងមិនបានតែ3ទូចចាម្ទេសនេះអត់តន់ទុំល្អទេចាមានទុំមានចាស់ហើយមានខ្ចីដូច្នេះហើយគឺបេះចម្រោះលាយគ្នាតែម្ដងហើយទៅមើលម្ទេសយើងម្ដងទៀតចានៅមុខផ្ទះចាបេះបាន2រីឯបន្លែក្រៅពីត្រប់ហើយនឹងម្ទេសនេះដែរគឺបន្លែបងប្អូនយើងគ្រាន់តែឃើញដឹងហើយចាបេះនៅឯផ្សារត្រឡប់ពេលវេលាថយក្រោយវិញចាមុននឹងបានគ្រឿងមួយចានដែលបងប្អូនឃើញមុនមិញហ្នឹងគឺនាងខ្ញុំចាហាន់ខ្លួនឯងបុកខ្លួនឯងគ្រឿងរបស់យើងមានរំដេងរមៀតចាខ្ទឹមបុកជាមួយគល់ស្លឹកគ្រៃហើយនឹងអស់ស្លឹកក្រូចបន្ទាប់ពីបុកគ្រឿងបានម៉ត់ល្អហើយចាប់ដើមលាយចាប្រកបយើងតែម្ដងដែលមានដូចជាផ្សិតត្រីចាសាច់ជ្រូកស្លឹកអំពិលរួមជាមួយនឹងប្រហុកហើយបន្ថែមគ្រឿងចាប៊ីចេងហើយស្ករតិចទៅក៏ប៉ុន្តែចាអំបិលយើងមិនបាច់តន់ដាក់ទេដោយសារជាតិប្រៃនឹងនៅក្នុងប្រហុកស្រាប់ហើយបន្ទាប់មកយើងច្បល់វាឲ្យចូលគ្នាទៅឬក៏យើងអាចបុកនឹងត្បាល់ក៏បានដែរចាប្រហុកហើយនឹងគ្រឿងក៏ដូចជាសាច់របស់យើងនឹងចាបុកចូលគ្នាកាន់តែល្អប៉ុន្តែនេះខ្ញុំមិនបានបុកទេចាច្បល់វាសាច់ព្រាបន្ទាប់មកយើងយកមកចម្អិននៅក្នុងឆ្នាំងដោយសារតែគប់នេះដែរគឺយើងអត់បានខ្ជាប់អាំងទេចាយើងធ្វើបែបលឿនតែម្ដងចាបន្ទាប់ពីកប់យើងឆ្អិនហើយយើងអាចភ្លក់មើលរសជាតិចាល្មមមិនល្មមថែមថយគ្រឿងតាមនឹងបន្ទាប់មកថែមម្ទេសហើយនឹងម្រះព្រៅរួចជាការស្រាចាអញ្ចឹងចុងភៅនេះគឺថាភ្លក់ច្រើនជាងគេចាភ្លក់លក្ខណៈយកមកឆ្អែតណាដល់ពេលរួចរាល់ហើយគេមកបាយជុំគ្នាត្អូនប្រាប់គេថាអត់ឃ្លានទេចាតាមពិតទៅគឺភ្លក់ឆ្អែតដែរចាអញ្ចឹងអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនាទាំងអស់គ្នាណាជូនពរសុខភាពល្អសំណាងល្អជួបជាមួយនៅរូបនាងខ្ញុំនៅវីដេអូក្រោយទៀតចា